បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទពន្លឺដែលយើងមានវីដេអូចែកម្លែកថ្មីមួយទៀតដែលថ្ងៃនេះដែរគឺយើងចែកម្លែកទៅនឹងមេរៀន CCNA ដែលជា CCNA 1ដែលជាមេរៀនទាក់ទងជាមួយនឹង network ដែលនេះគឺជាមេរៀនដំបូងតែម្ដងដែលមេរៀន CCNA 1របស់យើងដូចជាមាន14មេរៀនគឺមានពី module 1ដល់ module ទី14ដែលថ្ងៃនេះដែរគឺយើង start ពី module 1ទៅតែ module 1នេះគឺយើងនិយាយអំពី networking today មានន័យថាបណ្ដាញ network ជាមួយនឹងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សយើងដែលនេះគឺជាមូលដ្ឋានគ្រឹះសំខាន់ដែលបញ្យល់ពីសារៈសំខាន់បរិយាកាសនិងនិន្នាការបច្ចុប្បន្ននៅក្នុងពិភពលោកនៅក្នុងពិភពបណ្ដាញ computer networking ដែលខាងក្រោមនេះគឺជាការបញ្យល់លម្អិតអំពីចំណុចសំខាន់របស់វាតែនៅចំណុចទី1របស់យើងនេះដែរគឺយើងនិយាយអំពី network access our life មានន័យថាបណ្ដាញមានឥទ្ធិពលលើជីវិតរបស់យើងដូចអ្វីខ្លះមានន័យថាបណ្ដាញ network នឹងមានឥទ្ធិពលមកលើជីវិតរបស់មនុស្សយើងជាប្រចាំថ្ងៃហ្នឹងបែបម៉េចខ្លះដែលចំណុចនេះគឺយើងនិយាយពីរបៀបដែលបច្ចេកវិទ្យាបណ្ដាញ network technology ហ្នឹងបានក្លាយជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃរបស់យើងដែលវាអាចអនុញ្ញាតឲ្យយើងអាចទំនាក់ទំនងគ្នាបានការរៀនសូត្រការងារនិងការកម្សាន្តដែលចំណុចដំបូងនេះគឺយើងនិយាយអំពី network access our life ហ្នឹងគឺវាអាចឲ្យយើងទំនាក់ទំនងគ្នាបានដូចជាការប្រើប្រាស់ email ការផ្ញើសារនិងការហៅវីដេអូដែលយើងក្លែកមកមើលរូបភាពនេះដែរនេះបាទតកតងជាមួយនឹងរូបភាពនេះគឺវាមានភ្នំមានអីអញ្ចឹងទៅដែលពីសម័យមុនធម្មតាពេលដែលយើងតកតងគ្នាលុះត្រាតែផ្ញើសបត់ផ្ញើអីចឹងទៅដែលវាត្រូវឆ្លងភ្នំឆ្លងអីដែលវាជារបាំងរូបមួយដែលធ្វើឲ្យយើងពិបាកក្នុងការតកតងគ្នាមែនទែនបាទតែនៅសម័យ technology ដែលជាសម័យឥឡូវនេះគឺយើងអាចតកតងគ្នាដោយការប្រើប្រាស់ email បើ email នេះនៅស្ថាប័នធ្វើការតាមក្រុមហ៊ុនការ office អីគឺធម្មតា email ការផ្ញើឯកសារជាផ្លូវការទំនាក់ទំនងគ្នាហើយការផ្ញើសារដោយយើងគ្មានទៅខ្វល់ពីរបាំងរូបអីទាំងអស់នេះទេគឺយើងផ្ញើសារទៅគឺអាចតាក់ទងគ្នាបានធម្មតាហើយងាយស្រួលបំផុតនេះគឺការហៅវីដេអូតាមទូរស័ព្ទអីហ្នឹងម្នាក់នៅមួយចំហៀងខាងនេះម្នាក់នៅចំហៀងខាងនេះវីដេអូខលមួយគ្នាបានធម្មតាมันពិបាកដូចសម័យមុនហើយការរៀនសូត្រមានន័យថាតាមរយៈការចូលប្រើប្រាស់ធនធានអនឡាញនិងការអប់រំពីចម្ងាយពីមុនគឺរៀនផ្ទាល់តែឥឡូវសម័យឥឡូវរៀនអនឡាញក៏រៀនបានដែរដូចឧទាហរណ៍ការសិក្សា IT នេះគឺយើងអាចរៀនអនឡាញបាន IT មានតែ computer មួយបើក Microsoft Teams រៀនជាមួយគ្នាឥឡូវការរៀនអនឡាញទូលំទូលាយវាមានច្រើនកម្មវិធីដែលយើងអាចរៀនបានអាចរៀនជាមួយគ្នាជុំគ្នាទាំងអស់មានគ្រូមានអីចឹងបានដូចជា Microsoft Teams យើងរៀនតាម Zoom ឬក៏អាច live តាម Google Classroom មួយជាដើមមាន Discord មានអីចឹងដែរកម្មវិធីអាចរៀនបានមានច្រើនហើយយើងខ្វះខាតអីយើងអាច research បាន research តាមអ៊ីនធឺណិតតាម browser មើល YouTube ហើយណាមួយសម័យឥឡូវសម័យ AI បើថា search YouTube មិនឃើញឬក៏ browser មិនឃើញមាន AI ដែលយើង free មួយចំនួន1គីឡូដូច ChatGPT Gemini Copilot យើងអាចសួរវាឆ្លើយប្រាប់យើងហើយតកតងជាមួយនឹងការងារតាមរយៈការធ្វើការពីផ្ទះនិងសហការគ្នាលើគម្រោងដែលឥឡូវការងារឧទាហរណ៍ការងារអីក៏ដោយមិនឧទាហរណ៍អីទេបច្ចុប្បន្នមានតែ computer មួយហ្នឹងធ្វើការបានគ្រប់ទីកន្លែងធ្វើការបាច់ទៅ office ធ្វើការដល់ពីផ្ទះក៏បានហើយតកតងនឹងការសហការគ្នាលើគម្រោងឧទាហរណ៍ទៅការប្រជុំការអីឥឡូវបើថាយើងម្នាក់នៅនេះម្នាក់នៅនោះ
ឆ្ងាយពីគ្នាយើងត្រូវប្រជុំភ្លាមអត់អាចជុំគ្នាបានតម្លាក់ទៅ link មួយមកយើងប្រជុំ online វាស្រួលអញ្ចឹងសម័យ technology ហើយតើតើជាមួយការកំសាន្តតាមរយៈការមើល video stream និងការលេង game online អីមិនមែនតែត្រឹមប៉ុណ្្នឹងទេនៅយើងសម័យ technology យើងអាចកំសាន្តបានច្រើនបែបដូចសម័យឥឡូវបាទហើយចំណុចទី1គឺយើងចប់ត្រឹមហ្នឹងដែរយើងចូលមកចំណុចទី2ជាបន្តទៀតដែលយើងនិយាយអំពី network component គឺសមាសធាតុបណ្ដាញដែលសមាសធាតុបណ្ដាញវាមានតែម្ដុំនេះគេហៅ LAN មួយ LAN មួយនេះមួយ LAN មួយបាទហើយនេះគឺអ៊ីនធឺណិតដែលវាតភ្ជាប់ LAN ទាំងពីរហ្នឹងនៅរូបភាពរបស់យើងមាន end device មាន interdisciplinary device network media ដែលចំណុចនេះដែរគឺយើងមានសមាសធាតុសំខាន់ដែលបង្កើតបានជាបណ្ដាញរួមមាន device ឧបករណ៍និងពីរចំណុចសំខាន់មាន device មាន media ដែលលើចំណុចដំបូងនេះគឺយើងនិយាយពី device មុនតែឧបករណ៍ដែល device ហ្នឹងចែកចេញជាពីរមាន end device និង intermediary device ឥឡូវ end device ជាអី end device ជាឧបករណ៍ដែលអ្នកប្រើប្រាស់ធ្វើការជាមួយដោយផ្ទាល់ដូចជា computer ទូរស័ព្ទនិងម៉ាស៊ីនបោះពុម្ពនេះគេហៅថា end device ដែលយើងប្រើប្រាស់ផ្ទាល់ដែលជា user ប្រើប្រាស់ផ្ទាល់មាន desktop computer laptop printer tablet មាន iPhone អីហ្នឹង iPhone នេះទូរស័ព្ទនិយាយស្រួលយល់ថាទូរស័ព្ទអីហ្នឹងនឹងយកមកអ្វីដែលយើងប្រើប្រចាំថ្ងៃជាមួយនឹងខ្លួនយើងដែលជាបុគ្គលិកធ្វើការយើងប្រើវាផ្ទាល់គេហៅ end device ហើយបន្ទាប់មកទៀតគឺមាន intermediary device ដែលឧបករណ៍កណ្ដាលជាឧបករណ៍ដែលភ្ជាប់ end device ចូលគ្នានិងគ្រប់គ្រងចរាចរណ៍ទិន្នន័យដូចជា router switch firewall ជាដើមនេះដូចជា router switch នេះ router នេះ wireless router ទាំងអស់ឧបករណ៍ទាំងអស់ហ្នឹងឯងដែលគេហៅថា intermediary device ដែលវាភ្ជាប់ដែលវាប្រើសម្រាប់ភ្ជាប់ end device ចូលគ្នាឧទាហរណ៍ភ្ជាប់ចូលគ្នាមិន router គឺប្រើមកធ្វើឲ្យចាប់ Wi-Fi router ចាប់ Wi-Fi មានថាយើងស្ថាប័នមួយនៅ office មួយចុះ office មួយមានកុំព្យូទ័រ 3-4 អីចឹងដែលបុគ្គលិកធ្វើការជាមួយគ្នាដើម្បីបោះទិន្នន័យគ្នាបានតើមាន Wi-Fi អញ្ចឹងមាន Wi-Fi វាជាបណ្ដាញអត់ខ្សែមួយវាជា wireless ជាប់យើងអាច connect internet ហើយនឹងធ្វើការបោះផ្ដល់ទិន្នន័យឲ្យគ្នាបានហើយសម្រាប់ switch គឺយើងប្រើឲ្យគឺសម្រាប់ផ្គត់ផ្គង់អ៊ីនធឺណិតដូចគ្នាតែវាប្រើខ្សែ router គឺយើងអត់ប្រើខ្សែសម្រាប់ switch គឺយើងប្រើខ្សែអាខ្សែ network នោះយើងដោតពីធុងមួយមកចូល switch ហើយដោតពីធុងមួយទៀតចូលមក switch តែមួយយើងអាច access internet និងបោះឯកសារទិន្នន័យឲ្យគ្នាបានហើយ media ឧបករណ៍ផ្ទុកជាប្រភេទខ្សែដែលភ្ជាប់ឧបករណ៍ទាំងនោះដូចជា fiber optic cable copper cable និង wireless Wi-Fi ជាដើមគឺយើងមាន end device ជាឧបករណ៍ចុងក្រោយ intermediary device គឺជាឧបករណ៍ភ្ជាប់ end device ចូលគ្នាហើយដើម្បីអាចភ្ជាប់ចូលគ្នាបានគឺវាមាន media គឺជាខ្សែដែលវាអាចភ្ជាប់ពី switch ហ្នឹងដូចឧទាហរណ៍ខ្សែ network ភ្ជាប់ពី switch មក computer ហ្នឹងគឺគេហៅថា media ហើយមួយទៀតគឺជាខ្សែដែរនេះគឺប្រភេទ wireless Wi-Fi មានថាជាខ្សែដែលភ្ជាប់router មកជាមួយ laptop desktop ឲ្យដូចគ្នាតែវាជា wireless Wi-Fi មានថាវាអត់មានខ្សែដែលវាជាប់ជាលក្ខណៈបណ្ដាញហើយបន្តមកទៀតគឺយើងនិយាយអំពីចំណុចទី3គឺ network representation and
topology មានតំណាងនឹងទម្រង់ប្លង់បណ្ដាញដែលចំណុចនេះគឺយើងនិយាយពីរបៀបដែលបណ្ដាញត្រូវបានបង្ហាញនិងរៀបចំបាទលើគឺ network representation ជានិមិត្តសញ្ញា icon ដែលតំណាងឲ្យឧបករណ៍នីមួយៗនៅលើប្លង់បណ្ដាញឧទាហរណ៍រូបរាង router និងរូបរាង switch បាទនេះ router switch topology គឺមានន័យថាទម្រង់ប្លង់ជារបៀបនៃការរៀបចំឧបករណ៍នៅលើបណ្ដាញតែយើងចែកជាពីរមាន physical topology និង logical topology ដែល physical topology ជាអីហើយ logical topology នេះជាអីឬយើងនិយាយពី physical topology គឺវាបង្ហាញពីរបៀបដែលឧបករណ៍ត្រូវបានភ្ជាប់គ្នាដោយខ្សែពិតៗហើយ logical topology គឺបង្ហាញពីរបៀបដែលទិន្នន័យធ្វើដំណើរតាមបណ្ដាញដោយមិនគិតពីការរៀបចំខ្សែពិតប្រាកដបាទឥឡូវមកចំណុចទី4គឺ common type of network ឬប្រភេទបណ្ដាញទូទៅដែលបណ្ដាញ network របស់យើងគឺមាន3យើងយកមកបង្ហាញគឺមាន LAN WAN និង internet តើអ្វីទៅជា LAN អ្វីទៅជា WAN និងអ្វីជា internet បាទដែលនេះជារូបតំណាងរបស់យើងគឺ LAN WAN ហើយនិង internet ឥឡូវយើងមកស្វែងយល់ទាំងអស់គ្នាតកតងជាមួយនឹង LAN ដែលមានឈ្មោះពេញថា local area network ដែលជាបណ្ដាញតូចមួយដែលគ្រប់ដណ្ដប់លើទីតាំងភូមិសាស្ត្រតូចដូចជានៅក្នុងផ្ទះការិយាល័យឬអគារតែមួយដែលយើងមកមើលរូបភាពរបស់យើងនេះគឺ LAN ដែលវាជា office តូចមួយគឺជា office មួយអញ្ចឹងទៅដែលវាមានឧបករណ៍តិចតួចមានដូចជាឧទាហរណ៍រូបនេះយើងរូបដែលយើងដាក់ជាឧទាហរណ៍មកមានទូរស័ព្ទ computer មាន user computer 2ដែលមានអ្នកប្រើប្រាស់ហ្នឹងដែលភ្ជាប់មក switch តែមួយមក server របស់យើងដែលហ្នឹងគេហៅថា LAN ឧទាហរណ៍ក្រុមហ៊ុន A មានទីតាំងនៅស្ទឹងមានជ័យឧទាហរណ៍គឺគាត់មានមក office របស់គាត់ហ្នឹងមកគានឹងអាចហៅថា LAN មួយឧទាហរណ៍អគារមួយមាន5ជាន់5 office LAN ទី1 LAN ទី2 LAN ទី3ចឹងហ្នឹងគេហៅថា LAN មួយហ្នឹងជា LAN មានថាបណ្ដាញ computer ក្នុងមជ្ឈដ្ឋានតូចមួយហើយបន្តមកទៀតយើងនិយាយពី WAN ហ្នឹងគឺនិយាយពីអី WAN គឺមានឈ្មោះពេញថា Wide Area Network ដែលជាបណ្ដាញធំដែលភ្ជាប់ LAN នានាចូលគ្នាគ្របដណ្ដប់លើតំបន់ភូមិសាស្ត្រធំដូចជាការភ្ជាប់សាខាក្រុមហ៊ុននៅទីក្រុងផ្សេងៗឬការតភ្ជាប់អ៊ីនធឺណិតឥឡូវឧទាហរណ៍ក្រុមហ៊ុន A ដែរយើងមកមើលរូបរាងដែលជារូបភាពឧទាហរណ៍របស់យើងឬឧទាហរណ៍នេះគឺក្រុមហ៊ុន A នៅស្ទឹងមានជ័យក្រុមហ៊ុន B នៅខេត្តកណ្ដាលដែលក្រុមហ៊ុន A គឺគេហៅថា LAN មួយក្រុមហ៊ុន B គេហៅថា LAN មួយដែលវាអាចបោះទិន្នន័យឲ្យគ្នានៅក្នុងបណ្ដាញ LAN របស់វារៀងៗខ្លួនហើយវាដោយសារវាជាស្ថាប័នតែមួយហើយវាជាសាខាឧទាហរណ៍ក្រុមហ៊ុន A មានសាខានៅខេត្តកណ្ដាលមួយទៀតគឺជាក្រុមហ៊ុន B ជាក្រុមហ៊ុនតែមួយតែទីតាំងខុសគ្នាហើយវាភ្ជាប់បណ្ដាញ LAN ពីរនឹងចូលគ្នាមកគឺគេហៅថា WAN ហ្នឹងគឺជាបណ្ដាញនៃ LAN ពី3អីចូលគ្នាមកចឹងបន្តមកទៀតគឺ internet ជាបណ្ដាញ WAN ដ៏ធំបំផុតដែលភ្ជាប់បណ្ដាញជាច្រើនជុំវិញពិភពលោកនេះរូបភាពតំណាងរបស់យើងតាក់ទងជាមួយនឹងអ៊ីនធឺណិតឧទាហរណ៍បច្ចុប្បន្នហ្នឹងយើងប្រើអ៊ីនធឺណិតហ្នឹងគឺទូទៅជុំវិញពិភពលោកបើថាបណ្ដាញដែលធំជាងគេបំផុតនៅក្នុងពិភពលោកបច្ចុប្បន្ននេះគឺអ៊ីនធឺណិតហ្នឹងឯងឥឡូវចូលមកចំណុចទី5ជាបន្តទៀតដែលយើងនិយាយអំពី internet connection មកការតភ្ជាប់អ៊ីនធឺណិតដែលចំណុចនេះយើងផ្ដោតលើមធ្យោបាយដែលអ្នកប្រើប្រាស់ភ្ជាប់ទៅអ៊ីនធឺណិតមានដូចជា DSL Digital
Subscriber line Cavalier ប្រើខ្សែទូរស័ព្ទឬខ្សែទូរទស្សន៍ដើម្បីផ្ដល់សេវាអ៊ីនធឺណិតដល់ផ្ទះហើយមានcellular 4G 5G ប្រើប្រព័ន្ធទូរស័ព្ទចល័តដូចជា satellite sorry អ្នកនរគ្នាបើអានខុសត្រូវអីអត់ដឹងទេដោយសារខ្ញុំអានចេញមក satellite អ្នកនរគ្នាអានចេញអីយល់ក៏លឿនអ្នកនរគ្នាដែរហើយឥឡូវនៅយើងនិយាយពីចំណុចហ្នឹងគឺយើងប្រើផ្កាយរណបសម្រាប់តំបន់ដាច់ស្រយាលហើយមានdedicate set line ខ្សែឯកទេសដែលមានល្បឿនលឿននិងមានស្ថិរភាពសម្រាប់ក្រុមហ៊ុនធំចំណុចបន្ទាប់មកទៀតគឺចំណុចទី6ដែលយើងនិយាយអំពី reliable network បណ្ដាញដែលមានភាពជឿទុកចិត្តបានដែលយើងមានដូចជានេះ reliable network បាទជារូបភាពរបស់យើងដែលបណ្ដាញល្អត្រូវមានលក្ខណៈពិសេសមួយចំនួនដូចជាមាន flow tolerance សមត្ថភាពរបស់បណ្ដាញក្នុងការបន្តដំណើរការទោះបីជាមានផ្នែកណាមួយគាំងក៏ដោយតាមរយៈខ្សែបំរុងទុកហើយមានscalability សមត្ថភាពក្នុងការពង្រឹងបណ្ដាញឲ្យធំជាងមុនដោយមិនប៉ះពាល់ដល់ដំណើរការ quality of service យុទ្ធការសម្រាប់គ្រប់គ្រងនិងផ្ដល់អត្ថប្រយោជន៍ដល់ចរាចរណ៍ទិន្នន័យសំខាន់ដូចជាការហៅទូរស័ព្ទតាម VoIP មុនចរាចរណ៍ទូទៅហើយមាន security ហើយចំណុចបន្តទៀតគឺ network trend និន្នាការបណ្ដាញបាទមានរូបភាពរបស់យើងដែលដាក់មកជាឧទាហរណ៍ដែលនិន្នាការថ្មីដែលកំពុងផ្លាស់ប្ដូរការប្រើប្រាស់បណ្ដាញមានដូចជា Bridge U1 device BYOD មានបុគ្គលិកប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួនទូរស័ព្ទកុំព្យូទ័រយួរដៃសម្រាប់ធ្វើការនេះសម័យលើហើយបន្តមកទៀត cloud computing ដែលការប្រើប្រាស់ server និងកម្មវិធីដែលផ្ទុកលើអ៊ីនធឺណិតដូចជា Google Drive AWS ជាដើមបាទ cloud computing ដែលយើងឲ្យផ្ទុកនៅក្នុង cloud ជាបន្តមកទៀតគឺ online collaboration មានការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការជាមួយគ្នាតាមអនឡាញបាទនេះដូចជារូបភាពនេះមិនបាច់ប្រជុំផ្ទាល់ទេប្រជុំតាមមួយអនឡាញហើយមានការផ្ញើវីដេអូសម្រាប់ក្នុងការចែកម្លែកបទពិសោធន៍អីចឹងទៅមានវីដេអូ communication និងការប្រើប្រាស់វីដេអូសម្រាប់ការប្រជុំនិងទំនាក់ទំនងបាទដូចរូបភាពយើងបានបង្ហាញមិញចឹងនេះប្រជុំតាមអនឡាញបន្តមកទៀតគឺចំណុចទី8គឺ network security មានន័យថាសុវត្ថិភាពបណ្ដាញតែសុវត្ថិភាពជាកត្តាសំខាន់បំផុតចំណុចនេះផ្ដោតលើការការពារបណ្ដាញពីការគំរាមកំហែងមានconfidentiality ធានាថាទិន្នន័យអាចចូលមើលបានដោយបុគ្គលដែលមានសិទ្ធិប៉ុណ្ណោះមានន័យថាឧទាហរណ៍នៅក្នុង server គេអនុញ្ញាតឲ្យអ្នកខ្លះចូលមើលបានគឺមានលេខកូដសម្រាប់តែអ្នកនោះចឹងឯងហើយអ្នកផ្សេងគឺគេមិនមានសិទ្ធិអាចចូលបានទេហើយដូចជា integrity ធានាថាទិន្នន័យមិនត្រូវបានកែប្រែដោយគ្មានការអនុញ្ញាតហើយមានunavailability មានធានាថាអ្នកប្រើប្រាស់អាចចូលទៅកាន់ធនធានបណ្ដាញបាននៅពេលពួកគេត្រូវការហើយ threat គឺការគំរាមកំហែងដូចជា malware denial of service DOS attack និង data loss ហើយចំណុចចុងក្រោយគឺ the IT professional អ្នកជំនាញ IT ចំណុចនេះរៀបរាប់ពីតួនាទីនិងទំនួលខុសត្រូវរបស់បុគ្គលិកផ្នែក IT ដូចជា network administrator network engineer ដែលទទួលខុសត្រូវក្នុងការរចនាដំឡើងថែទាំនិងការពារបណ្ដាញកុំព្យូទ័ររបស់ស្ថាប័ន
បាទហើយនៅម៉ូយូលមួយរបស់យើងនេះដែរគឺមានតែប៉ុណ្្នឹងឯងហើយយើងអាចនឹងជួបគ្នានៅម៉ូយូល2ម៉ូយូល3ជាបន្ទាប់មកទៀតនៅវីដេអូក្រោយជាបន្តទៀតហើយខ្ញុំនឹងព្យាយាមធ្វើវាជាបន្តទៀតបាទហើយវីដេអូមានប៉ុណ្្នឹងឯងបាទចំណេះដឹងខ្ញុំនៅស្ទូចស្ដាងដែរខ្វះខាតនៅចំណុចណាកុំប្រកែប្រកាន់ដែលនេះជាអ្វីដែលខ្ញុំបានរៀនបានដឹងចឹងមកខ្ញុំចង់យកមកចែកម្លែកអ្នកទាំងអស់គ្នាបាទហើយវីដេអូរបស់យើងនេះមានតែប៉ុណ្្នឹងដែរហើយបើមានការនិយាយទៅខុសឆ្គងអីសូមកុំប្រកែប្រកាន់អីហើយជួបគ្នានៅវីដេអូក្រោយជាបន្តទៀត